ការពីយើងនៅសាលាយើងរៀនលោកគ្រូប្រាប់ថាយើងលបមើលសភៅអត់ល្អទេប៉ុន្តែមកនៅក្នុងការងារវិញយើងរៀនលបមើលមេយើងគាត់ធ្វើអីគាត់បកកែកន្លែងណាគាត់ខ្លាំងកន្លែងណាយើងអាចអីខ្លះយើងអាច copy ពីគាត់បានដែលជា role model យើងហៅថា idol role model របស់យើងណាសួស្តីមនស្សស្ដាប់ជាទីគោរពសូមស្វាគមន៍មកកាន់ ABA Careers Podcast រដូវកាលទី2នៅក្នុងអេពីសូតថ្ងៃនេះផងដែរយើងនឹងជជែកអំពីប្រធានបទមួយគឺចាប់ផ្ដើមពីមន្ត្រីអនុទានរហូតក្លាយទៅជាប្រធានគ្រប់គ្រងឬក៏ from loan officer to managerial position ហើយយើងក៏មានកិត្តិយសអញ្ជើញលោកសចន្ទរិទ្ធជាអគ្គនាយករងនិងជានាយកអនុទានអាជីវកម្មខ្នាតតូចនៃធនាគារ ABA មកបកស្រាយទៅលើប្រធានបទខាងលើជំរាបសួរបងនេះជាលើកទី2ហើយដែលបងបានចូលរួមជាមួយនឹង ABA Careers Podcast អញ្ចឹងនៅក្នុង season 1យើងបានជជែកពិភាក្សាអំពីអាជីពនៅក្នុងផ្នែកអនុទានខ្នាតតូចអញ្ចឹងក្នុង season 2នេះដែរពួកខ្ញុំនឹងជជែកបន្ថែមទាំងស៊ីជម្រៅតាក់ទងជាមួយនឹងការអភិវឌ្ឍអាជីពធ្វើម៉េចឲ្យចាប់ផ្ដើមពី level loan officer គាត់អាច up level រហូតដល់គាត់ក្លាយជា manager ចាអញ្ចឹងជាកិច្ចចាប់ផ្ដើមបងអាចជួយបញ្យល់ណែនាំថាតើអ្វីទៅជាអនុទានអាជីវកម្មខ្នាតតូចបានទេបងបាទអរគុណនាងហើយសប្បាយចិត្តមែនទែនដែលថ្ងៃនេះបានមកចែកចាយនៅបទពិសោធន៍ចំណេះជំនាញដល់បងប្អូនទាំងអស់គ្នាចាយើងដឹងហើយថាផ្នែកអនុទានខ្នាតតូចមានការរីកចម្រើននៅធនាគារ ABA អ្វីទៅហៅថាអនុទានខ្នាតតូចអនុទានយើងត្រូវយល់ពាក្យមួយគេហៅអនុទានមានន័យថាយើងទាំងអស់គ្នាផ្ដល់កម្ចីទៅដល់អតិជន គោលបំណងដើម្បីឲ្យអតិជនរបស់យើងនៅតាមភូមិឃុំស្រុកមានអាជីវកម្មរបស់គាត់មានការរីកចម្រើននៅពេលដែលពួកគាត់រីកចម្រើនគាត់អាចបញ្ជូនកូនរបស់គាត់ទៅសិក្សារៀនសូត្រនៅមហាវិទ្យាល័យទន្ទឹមនឹងផងដែរក្នុងគោលបំណងដើម្បីប្រមូលប្រាក់ត្រឡប់មកវិញប្រកបដោយគុណភាពណានេះជាអនុទានខ្នាតតូចនៅធនាគារ ABA ចាបងចុះតាក់ទងជាមួយនឹងអគ្គនាយកដ្ឋានអនុទានអាជីវកម្មខ្នាតតូចរបស់ធនាគារ ABA មានទំនួលខុសត្រូវអ្វីខ្លះដែរបងបាទអគ្គនាយកដ្ឋានអនុទានខ្នាតតូចរបស់ធនាគារ ABA យើងមានការទទួលខុសត្រូវក្នុងការគាំទ្រទំហំគាំទ្រដល់101សាខានៅក្នុងប្រទេសកម្ពុជារបស់យើងធនាគារ ABA យើងមាន101សាខាហើយគាំទ្រអីខ្លះយើងគាំទ្រក្នុងការត្រួតពិនិត្យឯកសារកម្ចីរបស់អតិជនទាំងអស់របស់សាខាផងរបស់ head office ផងណាយើងមើលតើមានគ្រប់ឯកសារអត់ណារីឯបុគ្គលិកយើងដែលគាត់ធ្វើខ្វះឯកសារខ្វះចន្លោះកន្លែងណាយើងផ្ដល់ប្រឹក្សាដល់ពួកគាត់ខ្វះនេះហើយខ្វះនោះហើយសូមបំពេញដើម្បីធ្វើម៉េចឲ្យឯកសារទាំងអស់ហ្នឹងមានគុណភាពទី2នោះគឺតាក់ទងជាមួយនឹងការផ្ដល់ចំណេះជំនាញនិងបទពិសោធន៍ដល់មន្ត្រីអនុទានរបស់យើងនៅតាមសាខាទាំងអស់ហ្នឹងដើម្បីឲ្យគាត់មានចំណេះជំនាញក្នុងការស្វែងរកអនុទានក្នុងការលក់អនុទានដល់អតិជនគោលដៅយើងនៅតាមបណ្ដាខេត្តក្រុងនានាទាំងអស់ហ្នឹងនៅពេលដែលគាត់មានចំណេះជំនាញបទពិសោធន៍ទាំងអស់ហើយគាត់លក់អនុទានរបស់យើងជាងហៅលក់អនុទានណាផ្ដល់អនុទានដល់អតិជនយើងប្រកបដោយការទទួលខុសត្រូវហើយនឹងមានគុណភាពខ្ពស់ណានេះជាអ្វីដែលយើងជួយ support ដល់បុគ្គលិករបស់យើងនៅតាមបណ្ដាខេត្តទាំងអស់នោះទន្ទឹមនឹងផងដែរយើងក៏តាក់ទងទៅមានការប្រជុំប្រចាំសប្ដាហ៍ប្រចាំខែជាមួយនឹងប្រធានអនុទាននៅតាមសាខាមួយហើយក៏យើងមានការប្រជុំជាមួយនឹងប្រធានសាខាមួយដើម្បីស្វែងរកគន្លឹះវិធីសាស្ត្រផ្សេងដើម្បីជួយ support សាខារបស់យើងហ្នឹងឲ្យកាន់តែប្រសើរពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំនេះជាការទទួលខុសត្រូវរបស់អគ្គនាយកដ្ឋានអនុទានខ្នាតតូចរបស់ខ្ញុំចា៎មិនត្រឹមតែប៉ុណ្ណឹងយើងក៏ពំនាំនៅគេហៅថា feedback ការរិះគន់ដើម្បីស្ថាបនារបស់សាខាដើម្បីយកទៅថ្នាក់គ្រប់គ្រងដើម្បីត្រេះរិះពិចារណា
ដើម្បីគិតថាតើយើងគួរ design នៅ strategy អ្វីថែមទៀតដើម្បីជួយ support ទៅដល់សាខានៅក្នុងកលៈទេសៈគ្រប់កលៈទេសៈទាំងអស់ហ្នឹងនេះជាការទទួលខុសត្រូវណាមានច្រើនជាងនឹងថែមទៀតប៉ុន្តែគ្រាន់តែរៀបរាប់ប៉ុណ្្នឹងចុះចាយើងនឹងស៊ីជម្រៅជាងនឹងនៅសំណួរបន្តទៀតបងចុះបើយើងនិយាយពីសក្តានុពលរបស់អគ្គនាយកដ្ឋានអាជីវកម្មខ្នាតតូចបងវិញថាតើបងអាចជួយរៀងត្រួសត្រាបន្តិចបានទេថាបុគ្គលិកដែលនៅក្នុងហ្នឹងគាត់អាចនឹងមានសក្តានុពលបែបម៉េចខ្លះដែរបងនៅនាយកដ្ឋានឥណទានខ្នាតតូចរបស់ខ្ញុំពេលបច្ចុប្បន្នយើងមាន50បុគ្គលិក50នាក់នៅក្នុងហ្នឹងក្នុងនោះយើងមាន8នាយកដ្ឋានដើម្បីធ្វើការគ្រប់គ្រងទៅដល់សាខាយើងទាំង101សាខាហើយនៅក្នុងហ្នឹងផងដែរមានខ្ញុំដែលជាប្រធាននាយកដ្ឋានមើលការខុសត្រូវទៅនាយកដ្ឋានទាំងអស់ហ្នឹងណានេះជាសក្តានុពលរបស់នាយកដ្ឋានឥណទានរបស់យើងហេតុអីបានយើងមានចំនួនមនុស្សច្រើនទាំង50នាក់នេះដើម្បី support ទៅសាខាយើងដឹងហើយនៅពេលដែលសាខាទាំងអស់មានដល់101សាខាអញ្ចឹងក្នុងមួយសាខាមានមនុស្សមានមន្ត្រីឥណទានជាច្រើនដើម្បី call ដើម្បីតាក់ទងមកយើងសុំប្រឹក្សាពីនាយកដ្ឋានមួយអញ្ចឹងហើយបានបុគ្គលិករបស់យើងនៅ head office នេះការិយាល័យកណ្ដាលនេះធ្វើការ support ដល់ពួកគាត់ប៉ុណ្ណឹងហើយនៅតែម្នាក់រវល់ធ្វើការ support ដល់ពួកគាត់ណាគាត់សួរនេះគាត់សួរនោះសុំប្រឹក្សានេះសុំប្រឹក្សានោះសុំប្រឹក្សារឿងឥណទានរឿងធ្វើកម្ចីរបៀបម៉េចខ្វះឯកសារយើងអាចធ្វើបានរបៀបម៉េចធ្វើរបៀបម៉េចអញ្ចឹងទាំង50អ្នកដែលនៅក្នុងនាយកដ្ឋានរបស់ខ្ញុំហ្នឹងគឺគាត់ផ្ដល់ប្រឹក្សាទៅដល់មន្ត្រីឥណទានយើងទាំងអស់ណាទន្ទឹមនឹងផងដែរពួកគាត់មិនត្រឹមតែធ្វើការនៅការិយាល័យកណ្ដាលទេពួកគាត់ក៏ចូលរួមចំណែកក្នុងការចុះទៅ support ដល់សាខាផ្ទាល់តែម្ដងអាចថាគាត់ទៅរៀនពីផ្នែកគ្រប់គ្រងចាត់ចែងសាខា support សាខាណាពេលខ្លះអវត្តមានប្រធានសាខាពួកគាត់ទៅចុះជួយណាចុះជួយ acting ធ្វើជា BM acting នៅទីនោះផងដែរចាបងចាបាទអូខេបងអញ្ចឹងបើជារួមទៅបើសិនជាសាខាធនាគារកាន់តែរីកចម្រើនអគ្គនាយកដ្ឋានរបស់បងក៏កាន់តែរីកចម្រើនដែរមានន័យថាសាខាច្រើនក៏យើងតម្រូវឲ្យមាន internal movement ក៏ដូចជាការ recruit ជាមួយនឹងបុគ្គលិកថ្មីចូលនៅក្នុងអគ្គនាយកដ្ឋានរបស់បងដែរជាការពិតវាត្រូវតែអញ្ចឹងនៅពេលដែលសាខារបស់យើងបរិយាកាន់តែច្រើនទៅក្នុងមួយឆ្នាំក្នុងមួយឆ្នាំអញ្ចឹងសាខាគាត់ថែមមនុស្សគ្រប់សាខាទាំងអស់អញ្ចឹងនៅពេលដែលគាត់មានមនុស្សចំនួនច្រើនអញ្ចឹងdepartment របស់ខ្ញុំត្រូវថែមមនុស្សថែមផងដែរដូចជាតំណែង officer supervisor manager role ដើម្បី support ទៅដល់សាខាដែលកំពុងតែ set up ឡើងនេះណា set up ឡើងនេះជាទូទៅដូចថ្មីនេះយើងបរិយាសាខា5សាខាទៀតអញ្ចឹងយើងត្រូវថែម landing support 2នាក់ទៀតដើម្បី support ទាំងទៅ5សាខាចាបងនេះហើយដែលជាផ្នែកមួយដែលជួយក្នុងការ promote ពីបុគ្គលិកនៅតាមសាខាឡើងមកការិយាល័យកណ្ដាលហើយគាត់អ្នកនៅការិយាល័យកណ្ដាលរបស់យើងនឹងអាច promote របស់គាត់ promote តំណែងរបស់គាត់ឡើងទៅកាន់ខាងផ្នែក management role ណា supervisor role ឬក៏ management role នៅ department របស់ខ្ញុំចាបងអញ្ចឹងសូមចូលទៅដល់ប្រធានបទតែម្ដងតាក់ទងមួយការអភិវឌ្ឍអាជីពសម្រាប់បងវិញតើបងចាប់ផ្ដើមហើយនឹងអភិវឌ្ឍអាជីពរបស់បងយ៉ាងដូចម្ដេចដែររហូតដល់ខ្លាយទៅជាអគ្គនាយករងនិងជានាយកឥណទានអាជីវកម្មខ្នាតតូចបងបាទអរគុណខ្ញុំបានដូរការងារពីស្ថាប័នចាស់មក ABA នៅឆ្នាំ2015ខែ8 2015ក្នុងពេលហ្នឹងយើងមានតែ33សាខាតំណែងខ្ញុំជា Head Small Business Loan បន្ទាប់មកទៀតមកក្នុងមួយឆ្នាំយើងចាប់ផ្ដើមបរិយាសាខាថែមទៀត10 15រហូតមកដល់ពេលបច្ចុប្បន្នយើងមានរហូតដល់101សាខាយើងមាន101សាខាអញ្ចឹងនៅពេលដែលដូចយើងដឹងហើយនៅពេលដែលមានសាខាកាន់តែច្រើនយើងត្រូវការអ្នក support កាន់តែច្រើនអញ្ចឹងនៅពេលដែលត្រូវការអ្នក support កាន់តែច្រើនបុគ្គលិកដែលនៅក្រោមរបស់ខ្ញុំនឹងត្រូវបាន promote
អ្នកដែលមានស្នាដៃល្អការងារល្អយើង promote ពួកគាត់ឡើងពី supervisor ឡើងមកទៅជា head small business loan head small business loan ពេលបច្ចុប្បន្នយើងមានរហូតដល់8 head small business loan នៅក្រោម department របស់ខ្ញុំមួយហ្នឹងណាអញ្ចឹងពួកគាត់ហ្នឹងធ្វើការងារធំរបស់គាត់គឺ support ក្នុងការ review loan approve loan ទៅដល់សាខារបស់យើងទាំងអស់គ្នាហ្នឹងទាំង101សាខាហ្នឹងអញ្ចឹងនេះហើយជាសក្តានុពលនៅពេលដែលពួកគាត់ត្រូវបាន promote ឡើងមកជា head small business loan អញ្ចឹងខ្ញុំក៏បាន promote ខ្ញុំឡើងមក chief small business loan ដើម្បីមើលការខុសត្រូវលើ head small business loan អញ្ចឹងបន្តគ្នាតគ្នាកាត់ចាអញ្ចឹងបងចុះសម្រាប់បងប្អូនដែលគាត់ជា loan officer ណាគាត់ចាប់តាមជា loan officer តើបងអាចជួយចែករំលែកគន្លឹះឲ្យគាត់អភិវឌ្ឍអាជីពរបស់គាត់ហ្នឹងចាប់ផ្ដើមពី level តូចរហូតដល់ supervisor រហូតដល់ manager ឬក៏អនាគតទៅគាត់អាចក្លាយជា head ឬក៏ chief ណាមួយអញ្ចឹងណាបងអាចបងជួយចែករំលែកគន្លឹះនៅក្នុងការអភិវឌ្ឍអាជីពបាទអរគុណខ្ញុំក៏ធ្លាប់ជា loan officer ដែរនៅឆ្នាំ2001ខ្ញុំជា loan officer អញ្ចឹងអ្វីដែលជាបទពិសោធន៍របស់ខ្ញុំគឺយើងត្រូវស្រឡាញ់ការងាររបស់យើងជាមន្ត្រីឥណទានហ្នឹងទីមួយគឺស្រឡាញ់ការងារសិនស្រឡាញ់ការងារកុំតាន់គិតថាត្រូវឡើងធំលឿនអញ្ចឹងស្រឡាញ់ការងារយើងបន្ទាប់មកទៀតយើងត្រូវខិតខំប្រឹងប្រែងធ្វើការងារហ្នឹងឲ្យបានល្អប្រឹងប្រែងធ្វើការងារហ្នឹងឲ្យបានល្អយ៉ាងម៉េចគឺបើមេដាក់ផែនការឲ្យថាមួយខែត្រូវតម្លាក់ទុនប្រមាណណា x ណាមួយអញ្ចឹងយើងខំប្រឹងធ្វើតម្លាក់ទុនហ្នឹងឲ្យត្រូវតាមចំនួនទាំងអស់ហ្នឹងយើងឃើញថានៅពេលដែលយើងធ្វើការងារទូចនឹងបានល្អហើយមេយើងចាប់ដើមស្រឡាញ់ពេញចិត្តយើងហ្នឹងអញ្ចឹងស្រឡាញ់ពេញចិត្តយើងមេយើងគាត់ចាប់ដើម promote យើងឡើងទៅតំណែងមួយទៀតគាត់ឃើញថាការងារល្អសកម្មមានចំណេះមានជំនាញមានប្រាជ្ញាណាប៉ុន្តែកុំភ្លេចនៅពេលដែលតំណែងទូចហ្នឹងយើងត្រូវរៀនខាងផ្នែកដឹកនាំព្រោះយើងដឹងហើយតំណែងធំគឺភាគច្រើនគឺផ្នែកខាងគ្រប់គ្រងចាត់ចែងដឹកនាំមនុស្សយើងលែងធ្វើផ្ទាល់ហើយអញ្ចឹងនៅពេលដែលយើងចេះចំណេះជំនាញទាំងអស់ហ្នឹងហើយយើងអានសៀវភៅឥឡូវពេលបច្ចុប្បន្នស្រួលណាបងប្អូន YouTube ក៏មាន Facebook ក៏មានគេ share clip share អីផ្សេងទាំងអស់ហ្នឹងអញ្ចឹងយើងអាចរៀនពីទាំងអស់ហ្នឹងក្រេបពីជួបចំណេះវិជ្ជាទាំងអស់ហ្នឹងមកនៅពេលដែលយើងឡើងទៅជា supervisor យើងគ្រប់គ្រងចាត់ចែងមនុស្ស 5-6 នាក់ទៀតណានៅពេលដែលយើងធ្វើការងារជា supervisor ល្អគ្រប់គ្រង 5-6 នាក់ទាំងអស់ហ្នឹងនៅក្រុមអាវ៉ាតរបស់យើងតាន់ផែនការតាន់អីទាំងអស់ហ្នឹងយើងគិតថាយើងគ្រប់គ្រងល្អហើយបន្ទាប់មកទៀតយើងចាប់ដើម promote ទៅទៀតសំណួរសួរថា manager រើសខាងក្រៅឬក៏រើសខាងក្នុងនៅពេលដែលយើងល្អគាត់ពិតជារើសខាងក្នុងទៅហ៎រើសខាងក្នុងអញ្ចឹងគាត់ចាប់ដើម promote យើងឡើងទៅជាក់ស្ដែងដូចនៅ ABA យើងមានសក្តានុពលបរិយាសាខាមួយឆ្នាំ10សាខា5-10សាខា20សាខាទៅតាមឆ្នាំមួយនេះហើយជាសក្តានុពលដែលបងប្អូនមន្ត្រីឥណទានរបស់យើងហ្នឹងគាត់ត្រូវ upgrade ខ្លួនគាត់ពី loan officer តំណែង loan officer ឡើងមក supervisor ទៅមើលឃើញថាថ្ងៃណាមួយខ្ញុំនឹងឡើងទៅជា DBM lending ណា deputy brand manager នៅពេលដែលយើងមានឱកាសទាំងអស់ហ្នឹងហើយនៅពេលដែលយើងក្បែរមេយើងហើយយើងរៀនពីគាត់តទៀតកាលពីយើងនៅសាលាយើងរៀនលោកគ្រូប្រាប់ថាយើងលបមើលសភៅអត់ល្អទេប៉ុន្តែនៅក្នុងការងារវិញយើងរៀនលបមើលមេយើងគាត់ធ្វើអីគាត់ប្រកែកន្លែងណាគាត់ខ្លាំងកន្លែងណាយើងអាចអីខ្លះយើងអាច copy ពីគាត់បានដែលជា role model យើងហៅថា idol role model របស់យើងអញ្ចឹងនៅពេលដែលយើងថតច្រឡំពីគាត់ហើយយើង add up អ្វីដែលយើងថ្មីចូលទៅក្នុងនឹងថែមទៀតអញ្ចឹងយើងคลายទៅជា leader មួយដែលប្រកែជួនកាលមិនប្រកែត្រឹមតែមេយើងប្រកែខ្លាំងជាងមេយើងទៀតយើងហៅថារលកថ្មីកាន់តែខ្លាំងទៅជំនាន់ក្រោយទៅកាន់តែអភិវឌ្ឍទៅកាន់តែខ្លាំងទៅនេះហើយដែលបងប្អូនមកចូលការងារពី loan officer ឡើងមកខាងផ្នែក management role ណា
ចាបងអញ្ចឹងវាកត្តាគាត់ផ្ទាល់ខ្លួនមួយហើយក៏ដូចជាកត្តាស្ថាប័នរបស់ធនាគារយើងដែរដែលអាចផ្ដល់ឱកាសឲ្យគាត់រីកលូតលាស់បានចុះបងត្រឡប់មកខាងបងវិញតាក់ទងជាមួយនឹងការដឹកនាំចង់សួរនាំពី leadership strategy របស់បងដែរតាំងពីពេលដែលបងចាប់ផ្ដើមជាមួយធនាគារដំបូងយើងមានតែ33សាខាទេរហូតដល់ឥឡូវយើងមាន101សាខាហើយបងត្រូវមើលទៅលើសាខាទាំងអស់ហ្នឹងតាក់ទងមួយនឹងផ្នែកឥណទានខ្នាតតូចហ្នឹងអញ្ចឹងថាបងធ្វើម៉េចដើម្បីដូចថាធានាថាការគ្រប់គ្រងឬក៏ការដឹកនាំរបស់បងហ្នឹងបត់បែនទៅតាមគ្រប់កលៈទេសៈតាំងពីតូចរហូតដល់មធ្យមរហូតដល់ធំកាលពីនៅតិចសាខាស្រួលគ្រប់គ្រងអត់ទៅបាក់ហត់ទេចាហេតុអីមានតែ33សាខា call សួរសុខទុក្ខចុះផ្សាយ visit មួយផ្លែតអស់ស្រួល meeting ក៏ស្រួលអីក៏ស្រួលដែរក៏ប៉ុន្តែនៅពេលដែលសាខាកាន់តែច្រើនទៅអញ្ចឹងការគ្រប់គ្រងចាត់ចែងត្រូវផ្លាស់ប្ដូរ lead ក៏ត្រូវផ្លាស់ប្ដូរដែរទី1សម្រាប់បុគ្គលិករបស់យើងទាំងអស់យើងបានចាប់ផ្ដើមរើស head មួយហ្នឹងណាដើម្បីចាត់ចែងពួកគាត់ឲ្យទៅគ្រប់គ្រងសាខាក្នុងមួយ head យើងគ្រប់គ្រងពី10ទៅ15សាខាឲ្យគាត់មើលពី performance សាខាមួយទាំងអស់ហ្នឹងទៅណាគាត់ត្រូវការអី support head របស់យើងមួយ head small business loan ហ្នឹងគាត់ support ទៅដល់សាខាទាំងអស់ហ្នឹងខ្វះនេះខ្វះនោះគាត់ត្រូវការជំរុញអីផ្សេងគឺ head គាត់ទទួលការខុសត្រូវអញ្ចឹងយើង delegate ការងាររបស់យើងហ្នឹងទៅដល់ head មួយដើម្បីមើល performance ទូទៅបន្ទាប់មកទៀតមកយើងក៏ត្រូវការបរៀន head របស់យើងឲ្យខ្លាំងផងដែរគាត់ខ្វះអីយើងត្រូវបរៀនទន្ទឹមនឹងផងដែរ role របស់ខ្ញុំគឺខ្ញុំ call ខ្ញុំចាប់ផ្ដើមដូរវិញកាលមុនខ្ញុំ call ទៅដល់ loan officer supervisor ឥឡូវអត់ទៅបាន call ទៅទេខ្ញុំភាគច្រើនខ្ញុំ call ទៅ DBM lending ហើយនឹង call ទៅ BM វិញគឺតិចគ្នាជាងអាចថាតែ101សាខា call តាម101ដងគ្រប់វាច្រើនណាស់101ដងអញ្ចឹងយើងចាប់ផ្ដើម call ទៅពួកគាត់ small meeting មួយពួកគាត់នៅពេលដែលយើងឃើញសាខាគាត់ស្ទើរគាត់ខ្វះចន្លោះកន្លែងណាយើង call ទៅជែកចរចាមួយពួកគាត់ដើម្បីបន្ថែមបន្ថយណាដើម្បីជំរុញលើកទឹកចិត្តពួកគាត់ពេលខ្លះក៏ផ្ដល់ប្រឹក្សាដល់ពួកគាត់ផងដែរហើយយើងក៏បាន feedback ពីសាខាត្រឡប់មកវិញដែរអញ្ចឹងរាល់ feedback របស់សាខាយើងប្រមូលផ្ដុំទាំងអស់សាខាក៏គាត់មាន feedback ផ្សេងសាខាខគាត់មាន feedback ផ្សេងអញ្ចឹងទាំងអស់គ្រប់សាខាទាំងអស់ហ្នឹងយើង combine constructive feedback របស់គាត់ចូលគ្នាដើម្បីបានទៅជាអ្វីមួយដែលថ្មីហើយយើងយក feedback ទាំងអស់ហ្នឹង submit ទៅ management របស់យើងដើម្បីគាត់ពិចារណាតើយើងត្រូវការផ្លាស់ប្ដូរ policy ផ្លាស់ប្ដូរ guideline ផ្លាស់ប្ដូររបៀបធ្វើឬក៏យ៉ាងម៉េចយ៉ាងម៉ាអានេះហើយគឺជាការ feedback ពីសាខាដើម្បីផ្លាស់ប្ដូរបរិបទនៅលើទីផ្សាររបស់យើងទាំងមូលចា៎បាទបើជារួមទៅមានន័យថាពេលដែលបងនៅកាន់សាខាតិចគឺយើង direct ផ្ទាល់ប៉ុន្តែនៅពេលដែលសាខាកាន់តែច្រើនគឺបងចាប់ផ្ដើមផ្ទេរការងារក៏ delegate ទៅ head របស់បងមួយឲ្យដើរតួដូចបងអញ្ចឹងហើយដល់ពេលសម្រាប់បងផ្ទាល់គឺបងនៅតែបន្ត communication ឬក៏ប្រស័យតាក់ទងហ្នឹងជាមួយនឹងប្រធានសាខាផ្ទាល់ដដែលដើម្បីយើងទទួលបាននៅតែ feedback direct ពីពួកគាត់តែម្ដងបាទចាអូខេបងអញ្ចឹងសំណួរបន្ទាប់បងតាក់ទងជាមួយនឹងបងប្អូនដែលគាត់ចាប់អារម្មណ៍ណាបងតើបងអាចជួយ highlight តិចបានទេថាតើហេតុអីបានគាត់គួរតែចាប់យកអាជីពនៅទៅជាមួយនឹងធនាគារ ABA ឬក៏គាត់ផ្លាស់ប្ដូរអាជីពមកធ្វើជាមួយនឹងធនាគារ ABA ដោយបងប្អូនដឹងហើយនៅពេលដែលយើងកាន់តែធំទៅធនាគារ ABA កាន់តែធំទៅយើងត្រូវការបុគ្គលិកកាន់តែច្រើនទៅណាបើតាមរបាយការណ៍យើងឃើញថាធនាគារ ABA សប្តាហ៍ថ្ងៃមាន 8.7 លានផលប័ត្រឥណទានដែលបានផ្ដល់ដល់អតិថិជនយើងនៅក្នុងប្រទេសកម្ពុជាណាទី2យើងមានទ្រព្យសកម្ម 13,000 លានជាងហើយបុគ្គលិករបស់យើងមានជិត 10,000 នាក់ផងដែរជិត 10,000 នាក់ហ្នឹងមិនមែនតាមមន្ត្រីឥណទានទាំងអស់ហើយណាគឺគ្រប់លំដាប់ថ្នាក់តាំងពីមន្ត្រីឥណទាន
រហូតមកដល់ខាងផ្នែកគ្រប់គ្រងចាត់ចែងទាំងអស់ management role នៅក្នុងហ្នឹងយើងឃើញនៅពេលដែលធនាគារមួយធំយើងត្រូវការតំណែងច្រើនហើយឬសប្តាហ៍ថ្ងៃអញ្ចឹងនៅពេលដែលយើងចូលមកធ្វើការអ្វីដែលយើងចូលមកធ្វើការជាតំណែងតូចប៉ុន្តែជឿឆ្នាំក្រោយយើងអាចឡើងមកជា supervisor role ឆ្នាំក្រោយយើងអាចក្លាយមកជា manager role ឆ្នាំក្រោយទៀតយើងអាចក្លាយមកទៅជា management role ណា leadership role ផ្នែកផ្សេងទាំងអស់ហ្នឹងនៅពេលដែលធនាគារកាន់តែធំយើងមានមិនត្រឹមតែផ្នែកឥណទានទេគ្រប់ផ្នែកចា៎តាំងឥណទាន IT marketing អីផ្សេងទាំងអស់យើងហៅថាដែលយើងរៀននៅសាកលវិទ្យាល័យមានប្រមាណជំនាញមានទាំងអស់បូកថែមជំនាញថ្មីទៀតដែលពេលខ្លះនៅមហាវិទ្យាល័យអត់មាននេះហើយដែលអ្វីដែលតាក់ទាញបងប្អូនទាំងអស់នេះមកចូលធ្វើការជាមួយនឹងធនាគារ ABA ចាបងនៅកន្លែងណាមានដែលមានគ្រប់តំណែងគ្រប់ផ្នែកគ្រប់អីទាំងអស់ហ្នឹងណាចាបងអញ្ចឹងភ្ជាប់ជាមួយនឹងសំណួរហ្នឹងដែរបើសិនជាបងប្អូនគាត់ស្ថិតនៅក្នុងផ្នែកឥណទានតើគាត់អាចមានឱកាសចាប់យកអាជីពផ្សេងក្រៅពីឥណទានទេបងហើយបើសិនជាអាចមានមុខងារអីគេខ្លះដែរដែលបងដែលគាត់អាចទៅចាប់យកបានណាបងអ្នកនៅផ្នែកឥណទានអាចដូរទៅគ្រប់ផ្នែកទាំងអស់ហើយមិនមែនថានៅតែនៅក្នុងឥណទានឬក៏មិននៅក្នុងឥណទានទេចាវាអាស្រ័យលើការស្រឡាញ់របស់បងប្អូនទាំងអស់គ្នាឬក៏បុគ្គលដែលគាត់កំពុងធ្វើការដូចជាអ្នកខ្លះគាត់ពេលបច្ចុប្បន្នគាត់នៅជា loan officer ពេលគាត់ប្រឹងប្រែងធ្វើការទៅប៉ុន្តែការគាត់រៀននៅសាលាគាត់រៀនផ្នែក IT គាត់មើលទៅឃើញ opportunity ផ្នែក IT ដែលគាត់ចូលចិត្តជំនាញរបស់គាត់ក៏ apply ទៅ IT role នៅតាមសាខាយើងក៏មាន IT នៅតាមសាខាដែរណាគាត់ apply ទៅ IT ទៅតាមចំណេះជំនាញរបស់គាត់ណាអញ្ចឹងយើងឃើញយើងទីមួយយើងតោងជាតំណែង loan officer ជាប់ហើយបន្ទាប់មកមេយើងឃើញយើងចេះជួយ support រៀងរាល់ប្រចាំថ្ងៃពេលប្រព័ន្ធពេលអីដាច់ឬក៏អីអាច support អាចអីនៅសាខាគាត់ចេះចំណេះជំនាញទាំងអស់ហ្នឹងពេលត្រូវការ IT គាត់ចូលទៅផ្នែក IT ណាអ្នកខ្លះទៀតពី loan officer គាត់ទៅធ្វើខាង marketing ធ្វើខាងវាអាស្រ័យទៅតាម talent របស់ពួកគាត់មួយគាត់ថាតំណែងដំបូងគេហៅថាជា step ទី1ណា step ទី1បន្ទាប់មកវាចាប់ដើមមានផ្លូវបំបែកទៅយើងស្រឡាញ់ផ្នែកឥណទាននឹងអត់ណាអញ្ចឹងបើយើងអត់ចូលចិត្តឥណទាននឹងខ្លាំងយើងចាប់ដើមដូរណាដូរទៅផ្នែក cashier ដូរទៅផ្នែក IT ដូរទៅផ្នែកអីគឺវាអាស្រ័យទៅតាមចំណេះជំនាញរបស់ពួកគាត់ប៉ុន្តែសម្រាប់ខ្ញុំឃើញអ្នកដែលចូលឥណទានហើយភាគច្រើនគឺគាត់ស្រឡាញ់តែឥណទានហ្នឹងដូចខ្ញុំអញ្ចឹងពី loan officer ឡើងមក supervisor ព្រោះដូចថាវាផ្ចង់ផ្ដើមយើងឲ្យទៅ role អញ្ចឹងដើរទៅជា brand manager ហើយយើងដឹងហើយ brand manager ធំជាងគេនៅធនាគារ brand manager គ្រប់គ្រងមួយខេត្តណាអញ្ចឹងពីច្រើនពួកគាត់ទៅតម្រង់ខ្លួនទៅកន្លែងហ្នឹងចាបងបាទអញ្ចឹងឱកាសនៅតែមានប៉ុន្តែភាគច្រើនគឺគាត់ស្រឡាញ់ខាងហ្នឹងហើយគាត់អាចអភិវឌ្ឍទៅកាន់តែធំទៅរហូតដល់ជា manager level តែម្ដងបាទចាបងចុះបងមួយទៀតសម្រាប់បងប្អូនដែលគាត់មានចំណាប់អារម្មណ៍ជាមួយ ABA ណាបងគាត់ចង់មកធ្វើការជាមួយ ABA តើគាត់គួររៀបចំខ្លួនឬក៏គាត់គួរមានចំណេះជំនាញអីខ្លះដែរបងធម្មតាជាទូទៅយើងចង់ចូលរួមធ្វើការនៅធនាគារចាអញ្ចឹងយើងទាំងនិស្សិតឆ្នាំទី1រហូតដល់ឆ្នាំទី4ទាំងនិស្សិតរៀនចប់ទាំងបុគ្គលិកនៅស្ថាប័នផ្សេងខ្ញុំហៅស្ថាប័នផ្សេងដែលគាត់ចំណាប់អារម្មណ៍ចង់ផ្លាស់ប្ដូរអាជីពមក ABA ណាមិនជាពិបាកអីទេណាអាចដាក់ពី apply មកអីមកព្រោះយើងមានjob របស់យើងគ្រប់ level ទាំងអស់ job របស់យើងគ្រប់ level ទាំងអស់ទោះបីយើងអត់បទពិសោធន៍យើងឆ្នាំទី1ទី2ទី3អត់បទពិសោធន៍យើងមកធ្វើជា trainee សិនទៅ3ខែ4ខែយើងចេះការងារទាំងអស់ហ្នឹងទៅណាយើងស្រឡាញ់ខាង trainee HR យើងធ្វើការងារ HR បើប៉ុស្តិ៍ trainee ហ្នឹងបើសិនជាគាត់កំពុងតែ train ហ្នឹងគឺគាត់មាន performance ល្អគាត់អាចនឹងមានឱកាសទៀតមិនចឹងណាបងជាទូទៅចន្លោះប្រហែលជា3ខែទៅ6ខែនៅពេលដែលស្នាដៃរបស់គាត់មានកំពុងតែធ្វើការ manager គាត់ promote គាត់ទៅកាន់ next level ណាអាចទៅជា officer level
អ្នកដែលបងប្អូនដែលគាត់កំពុងធ្វើការនៅស្ថាប័នដទៃគាត់ចង់មើលទៅជួនកាលស្ថាប័នដទៃទូចអត់មានសក្តានុពលបងប្អូនអាចផ្លាស់ប្ដូរមក ABA តំណែងតូចតំណែងធំមានគ្រប់តំណែងទាំងអស់ណាផ្លាស់ប្ដូរមកបន្ទាប់មកទៀតមកចាប់ដើមពង្រីកសក្តានុពលជាមួយគ្នាណាឲ្យតើយើងមានចំណេះជំនាញបទពិសោធន៍របស់យើងមកផ្លែតគឺក្រៅណាក្រៅអញ្ចឹងជួនកាលគាត់មកជា supervisor role មកគាត់ដោយសារគាត់មានបទពិសោធន៍ពីកន្លែងចាស់ហើយអញ្ចឹងគាត់មកជា supervisor role អ្នកខ្លះទៀតមកជា brand manager role យើងរើសច្រើន brand manager role ដើម្បីមើលការខុសត្រូវសាខាអញ្ចឹងនេះជាសក្តានុពលរបស់យើងកុំឲ្យឱកាសកន្លងផុតព្រោះយើងបរិករហូតតែណាដូចឆ្នាំនេះយើងត្រូវថែម15សាខាថែមទៀតអញ្ចឹងយើងសម័យមើល15សាខាថែមទៀតយើងត្រូវការមនុស្សប្រមាណអ្នកថែមទៀតយើងត្រូវការតំណែងគ្រប់គ្រងប្រមាណអ្នកថែមទៀតតា department របស់ខ្ញុំហ្នឹងក៏ត្រូវការរើសមនុស្សចូលថែមទៀតដែរដើម្បី support ការងារទៅដល់15សាខាថ្មីថែមទៀតចា៎នេះជាអ្វីដែលយើងប្រម៉ូទពីខាងក្នុងផងខាងក្រៅផងនិយាយរួមគ្រប់ទាំងអស់ឲ្យតែបុគ្គលិកយើងមានសក្តានុពលចាបងអញ្ចឹងបងជាចុងក្រោយបងមានជាសារចែករំលែកទៅដល់មិត្តអ្នកស្ដាប់អីខ្លះដែរបងបាទជាចុងក្រោយដើម្បីពង្រីកសក្តានុពលរបស់យើងឲ្យកាន់តែរីកចម្រើនខ្ញុំមានមតិខ្លះដល់បងប្អូនទី1ប្រឹងប្រែងធ្វើការងារពេលបច្ចុប្បន្នឲ្យល្អបានន័យថាប្រឹងប្រែងធ្វើការងារពេលបច្ចុប្បន្នខំរៀនសូត្រភាពជាអ្នកដឹកនាំគ្រប់គ្រងចាត់ចែងពីមេរបស់យើងចា៎ Direct Manager ហើយនិង Brand Manager របស់យើងថាតើគាត់ធ្វើអ្វីខ្លះល្អគាត់បានបរៀនអីខ្លះគាត់គ្រប់គ្រងចាត់ចែងរបៀបមិនខ្លះព្រោះអីដូចយើងដឹងហើយតំណែងធំភាគច្រើនគឺ human resource skill ហើយនិង conceptual skill ដែលអ្នកទាំងអស់គ្នាត្រូវធ្វើណាត្រូវធ្វើ technical skill យើងបានធ្វើហើយដូចជា loan officer C ទាំង5 C ទាំងប្រមាណហ្នឹងគឺយើង technical skill អញ្ចឹងយើងចេះ technical skill ហើយយើងត្រូវពង្រឹងខ្លួនឯងឲ្យកាន់តែខ្លាំងទីបំផុតទៅអ្នកទាំងអស់គ្នាធ្វើការងារល្អហើយជឿ manager គាត់ចាប់ដើមស្រឡាញ់ចូលចិត្តយើងអញ្ចឹងគាត់ចាប់ដើមបកគលការងារធំហ្នឹងគឺ supervisor role ឲ្យយើងដល់ពេលដែលយើងទៅ supervisor role យើងធ្វើបានល្អទៀតអីទៀតជឿ manager role នឹងមកដល់យើងទៀតអ្នកណាទៅវិនិយោគខាងក្រៅមកទៅអីបើបុគ្គលិកយើងល្អផូរផង់មានសក្តានុពលហើយនោះអញ្ចឹងធ្វើការងារពេលបច្ចុប្បន្នឲ្យល្អនោះអនាគតមិនខ្វះក្នុងការក្រោយជាមួយនឹងធនាគារ ABA ចាបងអរគុណបងអរគុណសម្រាប់ការចំណាយពេលវេលាហើយការចែករំលែកដ៏ល្អជូនទៅកាន់អ្នកស្ដាប់ទាំងអស់គ្នាបងបាទចាសូមបញ្ជាក់ផងដែរថាកម្មវិធីរបស់យើងខ្ញុំនឹងមានការចាក់ផ្សាយនៅលើបណ្ដាញសង្គមរបស់ ABA Careers សូមអរគុណសូមជម្រាបលាជួបគ្នានៅក្នុងអេពីសូតបន្ទាប់